អ្នកទាំងគ្នានៅក្នុងកម្មវិធី Word តារាងណាបើសិនជាអ្នកទាំងគ្នាចង់ផ្លាស់ប្ដូរជួរឈរពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងឬក៏ជួរដេកពីលើចុះក្រោមពីក្រោមមកលើវិញយើងអាចប្រើប្រាស់ shortcut បែបនេះបានងាយស្រួលមែនទែនឧទាហរណ៍ថាខ្ញុំចង់ផ្លាស់ប្ដូរឲ្យលេខ1 2 3 4 5ហ្នឹងមកក្រោមវិញខ្ញុំគ្រាន់តែដាក់ cursor នៅក្នុង row ហ្នឹងហើយបន្តមកទៀតខ្ញុំចុច Alt Shift ហើយនឹងសញ្ញាព្រួញចុះក្រោមឬក៏ចុច Alt Shift សញ្ញាព្រួញឡើងទៅលើវិញដើម្បីផ្លាស់ប្ដូរជួរដេកដែលយើងចង់វាឡើងទៅលើចំពោះជួរឈរវិញបើសិនជាខ្ញុំចង់ផ្លាស់ប្ដូរវាពីឆ្វេងមកស្ដាំពីស្ដាំមកឆ្វេងឧទាហរណ៍ថាខ្ញុំចង់ផ្លាស់ប្ដូរជួរឈរលេខ5មកកន្លែងលេខ4ឲ្យលេខ4មកកន្លែងលេខ5វិញណាខ្ញុំជ្រើសរើសវាទាំងអស់ចឹងមកហើយខ្ញុំចុច Shift ឲ្យជាប់រួចហើយខ្ញុំទាញវាមកដាក់លេខ4ដាក់នៅខាងមុខក៏បាននៅខាងក្រោយក៏បានដែរចុះឧទាហរណ៍ខ្ញុំដាក់នៅខាងមុខវាមកដូចគ្នាដែរអញ្ចឹងមកទាញមកដាក់លេខ3អញ្ចឹងដាក់នៅខាងមុខនេះចេះម្ដងគឺវាមកដូចគ្នាដែរអូខេប៉ុន្តែតើគ្នាអាចនឹងសួរខ្ញុំថាចុះបើសិនជាជួរឈរហ្នឹងវាច្រើនអត់ដូចអ្វីយើងឃើញឥឡូវហ្នឹងតែ2 3យើងអាច select ដោយដៃបានណាតែយើងត្រូវធ្វើម៉េចអញ្ចឹងនៅក្នុង Word ងាយស្រួលទេវាមានមុខងារក្នុងការជ្រើសរើសជួរឈរទាំងមូលតែម្ដងដោយអ្នកនរគ្នាគ្រាន់តែយក cursor របស់យើងដាក់នៅកែមតារាងហ្នឹងអញ្ចឹងដូចតើគ្នាឃើញឥឡូវនេះតើគ្នាឃើញមានសញ្ញាព្រួយពណ៌ខ្មៅមួយនៅពេលយើងដាក់ cursor ចំតារាងនៅខាងលើបង្អស់នៃជួរឈរហ្នឹងណាបន្ទាប់មកតើគ្នាចុចមួយមកអញ្ចឹងវា select ទាំងអស់ហើយបន្តមកទៀតយើងចុច C ឲ្យជាប់ហើយទាញវាមកវិញអូខេអញ្ចឹងមានតែប៉ុណ្្នឹងនៅក្នុងវីដេអូនេះអរគុណដល់អ្នកច្រើនចំពោះការតាមដានទស្សនាវីដេអូនេះហើយ complete ជួយ like subscribe channel របស់ TechEd ដើម្បីដល់អ្នកទទួលបានវីដេអូថ្មីៗ tip ថ្មីៗទាក់ទងជាមួយនឹង Word Excel PowerPoint ក៏ដូចជា Power BI ដែលយើងនឹងមានឆាប់ៗនេះ